ទឹកជួរកម្ពីគឺជាឋានសួគ៌ធម្មជាតិលើដងទន្លេមេគង្គដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរក្នុងរដូវក្តៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2026ថ្មីនេះខេត្តប្រជែកបានក្លាយជាគោលដៅទេសចរដ៏ពេញនិយមបំផុតមួយដែលរមណីយដ្ឋានទឹកជួរកម្ពីបានប្រែក្លាយជាមេដែកដ៏ធំស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិរាប់ម៉ឺននាក់ឲ្យមកកម្សាន្តយ៉ាងកកកស្ថិតនៅក្នុងស្ថានភាពភូមិសាស្ត្រដ៏អំណោយផលរមណីយដ្ឋានទឹកជួរកម្ពីមានលក្ខណៈពិសេសដាច់ដោយឡែកដែលមិនអាចរកបាននៅកន្លែងណាផ្សេងក្នុងខេត្តអ្វីដែលធ្វើឲ្យតំបន់នេះក្លាយជាកន្លែងសម្រាប់លំហែកាយដ៏ល្អឥតខ្ចោះរួមមានទេសភាពកោះតូចៗនិងព្រៃឈើដ៏ខៀវស្រងាត់នៅទីនេះមានកោះតូចៗជាច្រើនដែលពោរពេញទៅដោយដើមឈើធំៗដុះយ៉ាងត្រឈឹងត្រឈៃបង្កើតបានជាម្លប់ដ៏ត្រជាក់ត្រជុំដែលជួយបន្ធូរអារម្មណ៍ភ្ញៀវទេសចរពីភាពក្តៅស្ងួតនៃរដូវប្រាំងទឹកល្បាក់ដ៏ស្រស់ស្អាតសំឡេងទឹកហូរធ្លាក់កាត់តាមជួរថ្មជាជួរបង្កើតជាទេសភាពដ៏អស្ចារ្យភាពស្រស់ស្អាតនៃទឹកល្បាក់នេះមិនត្រឹមតែជាកន្លែងថតរូបទុកជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកន្លែងដែលភ្ញៀវអាចចុះលេងទឹកទន្លេមេគង្គដោយភាពសប្បាយរីករាយនិងមានសុវត្ថិភាពនេះឱកាសពិធីបុណ្យចូលឆ្នាំថ្មីនិងថ្ងៃឈប់សម្រាកនារដូវប្រាំងនេះភ្ញៀវទេសចរគ្រប់ទិសទីបាននាំគ្នាសម្រុកទៅកាន់ទឹកជួរកម្ពីដើម្បីរៀបចំអាហារជុំគ្រួសារស្ដាប់ចង្វាក់ទឹកហូរនិងលេងទឹកយ៉ាងសប្បាយរីករាយបរិយាកាសនៅទីនេះគឺពោរពេញទៅដោយស្នាមញញឹមនិងភាពស្រស់ថ្លាដែលជួយឲ្យអារម្មណ៍របស់ភ្ញៀវទេសចរប្រែពីភាពហត់នឿយមកជាការរីករាយយ៉ាងពេញទំហឹងមិនមែនតែនៅក្នុងឱកាសបុណ្យចូលឆ្នាំប៉ុណ្ណោះទេប៉ុន្តែសម្រាប់រាល់ថ្ងៃឈប់សម្រាកចុងសប្តាហ៍ឬរដូវប្រាំងរមណីយដ្ឋានទឹកជួរកម្ពីនៅតែរក្សាបាននូវភាពទាក់ទាញជាប់ជានិច្ចសម្រាប់បងប្អូនដែលកំពុងស្វែងរកកន្លែងកម្សាន្តបែបធម្មជាតិដែលមានបរិយាកាសត្រជាក់ស្រួលនិងមានទេសភាពដងទន្លេមេគង្គដ៏ស្រស់ស្អាតទឹកជួរកម្ពីពិតជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ដំណើរកម្សាន្តជាលក្ខណៈគ្រួសារឬមិត្តភ័ក្តិការកើនឡើងនៃចំនួនភ្ញៀវទេសចរនៅរមណីយដ្ឋាននេះមិនត្រឹមតែផ្ដល់នូវភាពរីករាយដល់អ្នកមកកម្សាន្តប៉ុណ្ណោះទេប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាននិងការផ្សព្វផ្សាយពីសក្តានុពលទេសចរដ៏សម្បូរបែបរបស់ខេត្តក្រចេះទៅកាន់ភ្ញៀវទេសចរទូទាំងប្រទេសផងដែរ